កញ្ញាម៉ាម៉ូនីកាគឺជាមន្ត្រីច្បាប់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគឺជាអ្នកទទួលបន្ទុកសង្កេតការណ៍សវនាការកញ្ញាគួរតែបានសង្កេតឃើញស្ថានភាពជាក់ស្ដែងនៃការអនុវត្តច្បាប់ស្ដីអំពីសិទ្ធិមានមេធាវីនៅក្នុងតុលាការកម្ពុជាក៏ប៉ុន្តែជាដំបូងចង់សួរថាតើនៅក្នុងច្បាប់ខ្មែរមានចែងបែបណាអំពីសិទ្ធិរបស់ជនជាប់ចោទក្នុងការមានមេធាវីក្នុងច្បាប់ខ្មែរហ្នឹងយើងសង្កេតឃើញថាសិទ្ធិរបស់ជនជាប់ចោទក្នុងការមានមេធាវីហ្នឹងមានចែងច្បាស់នៅក្នុងច្បាប់សំខាន់មួយចំនួនដែលក្នុងនេះខ្ញុំលើកយកតែច្បាប់រដ្ឋធម្មនុញ្ញហើយនិងក្រមនីតិព្រហ្មទណ្ឌឆ្នាំ2007នៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងមាត្រា38បានចែងថាបុគ្គលគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការចឹងគេថាបុគ្គលគ្រប់រូបឡើងហ្នឹងគឺជាសំដៅលើទាំងជនរងគ្រោះទាំងជនជាប់ចោទផងដែរហើយការពារខ្លួនតាមផ្លូវតុលាការហ្នឹងតែការពារខ្លួនតាមរបៀបម៉េចបើយោងតាមក្រមនីតិព្រហ្មទណ្ឌហ្នឹងគឺគាត់អាចការពារខ្លួនឯងឬមួយក៏តាមរយៈមេធាវីដែលមេធាវីហ្នឹងគឺគាត់អាចមេធាវីហ្នឹងចាប់តាំងពី24ម៉ោងក្រោយពីការចាប់ខ្លួនដោយប៉ូលីសមកម្លេះហើយបើសិនជាគាត់មានលទ្ធភាពអាចជ្រើសរើសដោយខ្លួនឯងបានន័យថាគាត់មានលុយអាចជួលមេធាវីខ្លួនឯងគឺគាត់អាចធ្វើបានបើមិនគាត់គ្មានលទ្ធភាពទេគឺគាត់អាចសុំឲ្យតុលាការចាត់តាំងមេធាវីឲ្យគាត់បាទចង់បញ្ជាក់កន្លែងហ្នឹងថាតើនៅក្នុងករណីដែលគាត់អត់មានលុយហើយគាត់ចង់ឲ្យតុលាការអ្នកចាត់តាំងមេធាវីឲ្យគាត់ហ្នឹងតើតែគាត់ជាប់ចោទកម្រិតបទល្មើសត្រឹមកម្រិតណាមួយច្បាស់លាស់ទើបអាចសុំមេធាវីដែលអត់គិតថ្លៃនឹងបានឬក៏រាល់ជនជាប់ចោទពីបទល្មើសព្រហ្មទណ្ឌទាំងអស់អាចស្នើសុំអញ្ចឹងបានចាតាមពិតទៅមិនមែនគ្រប់ជនជាប់ចោទទាំងអស់ដែលអាចសុំឲ្យតុលាការចាត់តាំងមេធាវីឲ្យខ្លួនបានក្នុងក្រមនីតិព្រហ្មទណ្ឌហ្នឹងគេបានចែងច្បាស់ថាតើករណីខ្លះដែលច្បាប់តម្រូវឲ្យជនជាប់ចោទហ្នឹងមានមេធាវីខានគឺទី1ជនជាប់ចោទហ្នឹងត្រូវបានគេចាប់ប្រកាន់ពីបទឧក្រិដ្ឋហ្នឹងគឺគេសំដៅលើករណីទាំងឡាយណាដែលអតិបរមានិទោសហ្នឹងមានការដាក់ពន្ធនាគារគឺទោសមួយជីវិតនិងទោសលើសពី5ឆ្នាំនិងតិចជាងឬស្មើ30ឆ្នាំហើយក្នុងករណីទី2ហ្នឹងគឺបើសិនជាជនជាប់ចោទហ្នឹងគាត់ជាអនិច្ចជនកន្លែងហ្នឹងគឺត្រូវបានគេកំណត់ចាប់តាំងពី18ឆ្នាំឡើងទៅបើតាមក្រមព្រហ្មទណ្ឌយើងថ្មីឆ្នាំ2009ហ្នឹងចំណុចចុងក្រោយហ្នឹងគឺគាត់ត្រូវតែជាក្រីក្រតែគាត់គ្មានលទ្ធភាពនឹងពឹងពាក់មេធាវីរបស់ខ្លួនឯងបានបើសិនជាយើងមើលទៅលើច្បាប់របស់ខ្មែរយើងហ្នឹងបើសិនជាយើងប្រៀបធៀបទៅនឹងស្តង់ដារអន្តរជាតិតើសិទ្ធិដែលមានចែងនៅក្នុងច្បាប់ខ្មែរហ្នឹងវាគ្រប់គ្រាន់ដែរឬទេតាមពិតទៅច្បាប់ខ្មែរយើងឥឡូវហ្នឹងយើងឃើញថាមានលក្ខណៈល្អប្រសើរជាងមុនឆ្ងាយណាស់ដោយសារយើងទើបតែបង្កើតក្រមនីតិថ្មីដែលក្នុងហ្នឹងសិទ្ធិសំខាន់របស់ជនជាប់ចោទត្រូវបានគេចែងក្នុងហ្នឹងរួមទាំងសិទ្ធិជនជាប់ចោទក្នុងការមានមេធាវីផងដែរប៉ុន្តែបើសិនជាប្រៀបធៀបទៅនឹងច្បាប់អន្តរជាតិឬថាស្តង់ដារអន្តរជាតិហ្នឹងគឺយើងឃើញច្បាប់អន្តរជាតិនេះមានលក្ខណៈទូលាយជាងដែលគេបានកំណត់ថាជនជាប់ចោទហ្នឹងត្រូវបានគេចាប់ពីបទក្រិតឬមួយក៏ចាប់ទៅនឹងបទក្រិតទេឬមួយក៏ជាអនិច្ចជនគឺជនគ្រប់រូបឲ្យតែជាប្រជាពលរដ្ឋក្រីក្រហើយគ្មានលទ្ធភាពបង់ថ្លៃគឺគេតម្រូវឲ្យរដ្ឋាភិបាលហ្នឹងជួយចាត់តាំងមេធាវីឲ្យគាត់ស្ដាប់ទៅបើសិនជាចង់ឲ្យច្បាប់ខ្មែរនេះមានលក្ខណៈពេញលេញស្របទៅនឹងស្តង់ដារអន្តរជាតិមានន័យថាមិនចាំបាច់កម្រិតបទល្មើសត្រឹមណាទៅតុលាការរកមេធាវីឲ្យតែជាប់ចោទពីបទល្មើសព្រហ្មទណ្ឌទោះបីបទល្មើសនឹងកម្រិតណាក៏ដោយគួរតែតុលាការហ្នឹងចាត់ចែងឲ្យមានមេធាវីឲ្យដែលឥតគិតថ្លៃចាដោយសារថាធម្មតានៅក្នុងដំណើរការនីតិវិធីហ្នឹងជនជាប់ជាប្រជាពលរដ្ឋសាមញ្ញអញ្ចឹងក៏អត់ដឹងថាដំណើរការនីតិវិធីហ្នឹងយ៉ាងណាអញ្ចឹងគាត់ត្រូវការឲ្យមេធាវីតំណាងឲ្យគាត់នៅក្នុងដំណើរការនីតិវិធីហ្នឹងហើយនឹងដើម្បីការពារផលប្រយោជន៍នៅចំពោះមុខតុលាការប៉ុន្តែដោយសារថាប្រទេសយើងឥឡូវហ្នឹងធនធានយើងមានកំណត់អញ្ចឹងយើងធ្វើដោយជំហានគឺមានន័យថាបើសិនជាថ្ងៃក្រោយទៅអាចថាយើងមានលក្ខណៈសម្បូរបែបខាងធនធានមេធាវីហ្នឹងគឺយើងសង្ឃឹមថាជនជាប់ចោទគ្រប់រូបគឺទទួលបានមេធាវីការពារគាត់មិនមែនគ្រាន់តែក្នុងស្ថានភាពគឺពេញទាំងដំណើរការនីតិវិធីតែម្ដងដើម្បីឲ្យគាត់ទទួលបានការជំនុំរះមួយដោយយុត្តិធម៌តាមច្បាប់មានកម្រិតថាត្រឹមបទល្មើសកម្រិតណាជនជាប់ចោទត្រូវតែទទួលបានមេធាវីដើម្បីការពារដោយឥតគិតថ្លៃនេះគឺនៅក្នុងច្បាប់ដែលមានចែងប៉ុន្តែចង់ដឹងថាតើនៅក្នុងការអនុវត្តជាក់ស្ដែងវិញតើជនជាប់ចោទមានមេធាវីជួយការពារស្របទៅតាមការចែងនៅក្នុងច្បាប់នឹងដែរឬទេការអនុវត្តជាក់ស្ដែងតាមដែលខ្ញុំបានសង្កេតចលនាការកន្លងមកហ្នឹងយើងឃើញថាមានចំណុចវិជ្ជមានតកតងនឹងចលនាការដែលជនជាប់ចោទបានចាប់ការពីបទឧក្រិដ្ឋដោយសារថាស្ទើរតែគ្រប់សវនាការទាំងអស់គឺជនជាប់ចោទគាត់មានមេធាវីតំណាងនៅក្នុងសវនាការហ្នឹងមានដំណើរការចំនួនតិចតួច
ដែលជនចាប់ចោតដែលគាត់តេតទៅនឹងបកកើតហ្នឹងនៅតែគ្មានមេធាវីដំណើរគាត់នៅក្នុងសវនាការផ្ទុយទៅវិញចំពោះចាប់ចោតដែលគាត់តេតទៅនឹងបកមជ្ឈមហ្នឹងភាគច្រើនហ្នឹងគឺគាត់គ្មានមេធាវីតំណាងទេតើជាទូទៅនៅក្នុងករណីដែលជនចាប់ចោតគ្មានមេធាវីតំណាងហ្នឹងមកពីគាត់បដិសេធមិនព្រមមានមេធាវីឬក៏គាត់មិនមានលទ្ធភាពក្នុងការជួលមេធាវីឬក៏យ៉ាងម៉េចករណីភាគច្រើនជាករណីមួយណាដែរនិយាយទៅវាអាចថាមានករណី3ទី1ដោយសារថានៅពេលដែលគេជួលដំណឹងគាត់ពីសិទ្ធិដែលមានមេធាវីនៅក្នុងដំណាក់កាលនីតិវិធីហ្នឹងគឺគាត់អត់យល់ហើយក៏អត់ដឹងពីអត្ថប្រយោជន៍នៃការមានមេធាវីតំណាងគាត់នៅក្នុងសវនាការហ្នឹងទេហើយគាត់ក៏មិនបានសុំឬមួយក៏មិនបានប្រាប់តុលាការថាគាត់នឹងចង់បានមេធាវីទី2គឺថាគាត់យល់ពីសិទ្ធិហ្នឹងតែគាត់មានមេធាវីហ្នឹងប៉ុន្តែគាត់គ្មានលទ្ធភាពពឹងពាក់មេធាវីហើយករណីគាត់នឹងមិនចាត់ចូលលក្ខខណ្ឌដែលតម្រូវច្បាប់ថាត្រូវតែមានមេធាវីដាច់ខាតទេអញ្ចឹងគឺគាត់អាចសុំតុលាការឲ្យចាត់តាំងមេធាវីឲ្យគាត់បានករណីទី3ហ្នឹងគឺដោយសារថាកង្វះខាតមេធាវីដែលជួយជនក្រីក្រដោយសារតែកង្វះធនធានហ្នឹងហើយបានជាច្បាប់យើងហ្នឹងផ្ដល់អាទិភាពទៅឲ្យជនជាតិចាស់ដែលគាត់ជាប់ទាក់ទងនឹងបទឧក្រិដ្ឋហើយនឹងអនិច្ចជនតែជាគេហៅថាជនដែលត្រូវការការពារជាពិសេសណាចង់នឹងតើនៅក្នុងពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានអង្គការឬក៏ស្ថាប័នណាខ្លះដែលផ្ដល់នៅសេវាមេធាវីជួយការពារជនជាប់ចោតដោយឥតគិតថ្លៃកម្ពុជាយើងឥឡូវហ្នឹងយើងឃើញមានអង្គការស្ថាប័នមួយចំនួនដូចជាគណៈមេធាវីកម្ពុជាហ្នឹងគាត់ក៏មានមេធាវីសម្រាប់ការពារជនក្រីក្រដែរទី2ហ្នឹងគឺអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដូចជាអង្គការជំនួយច្បាប់នៅកម្ពុជាអង្គការគមនាបច្បាប់ការពារសិទ្ធិកម្ពុជាអង្គការផ្ដល់សេវាច្បាប់ដល់ស្ត្រីនិងកុមារអង្គការទាំងអស់នោះមានការជំនួយគឺគាត់សហការដោយផ្ទាល់ជាមួយតុលាការតែម្ដងហើយមានអង្គការមួយចំនួននោះគឺគាត់ធ្វើការតែក្នុងផ្នែកណាមួយឧទាហរណ៍ថាគាត់ធ្វើការនៅក្នុងករណីជួញដូរមនុស្សគឺគាត់ចូលរួមផ្ដល់មេធាវីតែក្នុងករណីដំណើរការទាក់ទងជួញដូរមនុស្សហើយមួយចំនួនទៀតហ្នឹងគឺគាត់ធ្វើការទៅខាងផ្នែកកុមារបាទសូមអរគុណកញ្ញាម៉ាងម៉ូនីកា